ទីមើលថាវីដេអូមួយនេះក៏បំណងចង់បង្ហាញពីអីបងប្អូនទីមួយនេះគឺនេះខ្ញុំចាចូលរួមកម្មវិធី party របស់ Bicolai ហើយនេះវិញគឺថាដើរទៅផ្សារទំនើប Eon 3អូនេះវិញគឺខាងសៀមរាបបងប្អូនគឺបានទៅលេងខេត្តសៀមរាបក៏បានទៅទស្សនាសត្វជាច្រើនមានត្រីមានអីនៅក្នុងកញ្ចក់កន្លែងដល់ពេញនិយមបងប្អូនដឹងហើយនេះវិញគឺចាដឹកដៃញញឹមធ្វើដៃអីណាគឺនៅកម្មវិធីខាងកោះពេជ្របងប្អូនហើយនេះវិញចាគឺបានមកដល់កែបទៀតទេបងប្អូនកែបកពតគឺថាវិលវិញគឺលឿនទៅមកមួយខែនឹងម្ដងណាចាគឺបានមកសុភាបងប្អូនអ្នកធ្វើស្រែអំបិលនឹងឯងបងប្អូនចាមើលតកាយវិការទៅដឹងហើយថានេះខ្ញុំចង់និយាយពីអីបងប្អូនមិនដឹងចង់និយាយពីអីទេឥឡូវនេះនៅផ្សារទំនើប Eon 3ទៀតហើយបងប្អូនមានអីប្លែកអត់ដើរកាច់រៀងទៀតហើយបងប្អូនណាចានិយាយទៅចូលចិត្តដើរតែម្ដងបន្ទាប់មកទៀតចាវីដេអូនេះក៏នៅផ្សារទំនើប Eon 3ដែរមកទិញក្រែម trending ដែលគេល្បីនៅក្នុង TikTok ក៏មកសាក់រសជាតិដែលគេល្បីនឹងថាឆ្ងាញ់កម្រិតណាឲ្យតែគេល្បីគឺដឹងតែមកឲ្យបងប្អូននិយាយទៅអ្វីដែលប្លែកអ្វីដែលល្បីគឺនេះខ្ញុំគឺចូលចិត្តភ្លក់តែម្ដងចាហើយនេះវិញគឺនៅវាំងរបស់យើងនឹងឯងបងប្អូនចូលអស់ម្នាក់តែ1000រៀលតែប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិហើយភ្ញៀវអន្តរជាតិគឺអស់$10បងប្អូនមកស្លៀកពាក់ឲ្យបានសមរម្យមកនៅទីនេះណាហើយនេះវិញគឺនេះខ្ញុំបានទៅសម្ភាសចាលោកពូអ្នកមីងដែលជាអ្នកផលិតស្ករចាស្ករត្នោតរបស់យើងនឹងឯងគឺស្ករពិតហើយខាងក្រៅរបស់នេះខ្ញុំនេះគឺសុទ្ធសឹងតែជាដើមត្នោតដែលចាបងប្អូនប្រជាជនរបស់យើងដែលលោកបានធ្វើស្ករត្នោតផលិតឲ្យខ្លួនឯងគឺថាស្ករនៅនឹងឆ្ងាញ់ខ្លាំងមែនទែនអញ្ចឹងវីដេអូមួយនេះចង់បង្ហាញថានេះខ្ញុំចូលចិត្តខ្មៅចុះបងប្អូនវិញចា99%ឯងគឺថាទៅណាមកណាគឺតែងតែមានឈុតខ្មៅជានិច្ចបងប្អូនអង្គុយបានដឹងថាអូគឺខ្មៅខ្លាំងមែនទែនឈុតណាបងប្អូនចាគឺចូលចិត្តអូមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនានៅវីដេអូចាជួបគ្នានៅវីដេអូបន្ទាប់